ជំរាបសួរខ្ញុំបាទឈ្មោះហានកុសលជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថាជីវិតក្តីស្រឡាញ់គេដំណើរដែលត្រូវបានបោះពុម្ពរួចហើយខ្ញុំកំពុងតែនិពន្ធសៀវភៅមួយក្បាលទៀតដែលមានចំណងជើងថាកំណប់សុភមង្គលគ្រួសារនៅក្នុងសតវត្សទី21ថ្ងៃនេះខ្ញុំមានកិត្តិយសហើយនឹងសេចក្តីសោមនស្សរីករាយដែលបានចូលរួមនៅក្នុងកម្មវិធីគន្លឹះចិញ្ចឹមកូនក្រោមប្រធានបទមូលដ្ឋានគ្រឹះនៃការចិញ្ចឹមកូនបែបវិជ្ជមានខ្ញុំទទួលបានសំណួរពីប្រជាពលរដ្ឋចំនួន4សំខាន់មុននឹងខ្ញុំចាប់ផ្ដើមឆ្លើយសំណួរខ្ញុំសូមគោរពជម្រាបជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ថាខ្ញុំមកទីនេះមិនមែនក្នុងនាមជាឪពុកម្នាក់ដែលល្អឥតខ្ចោះទេប៉ុន្តែខ្ញុំជាឪពុកម្នាក់ដែលចេះតែរៀនសូត្ររៀនហើយរៀនទៀតដើម្បីកែលម្អគឺរៀនពេញមួយជីវិតឥឡូវនេះខ្ញុំសូមចូលដល់សំណួរទី1ដែលពុកម៉ែបងប្អូនប្រជាពលរដ្ឋបានសួរថាតើអ្វីទៅជាការចិញ្ចឹមកូនបែបវិជ្ជមានហើយហេតុអ្វីបានជាការចិញ្ចឹមកូនបែបវិជ្ជមានវាមានសារៈសំខាន់សម្រាប់គ្រួសារសម្រាប់ឪពុកម្ដាយការចិញ្ចឹមកូនតាមបែបវិជ្ជមានគឺជាដំណើរការនៃការចិញ្ចឹមកូនរបស់ឪពុកម្ដាយសំដៅទៅលើការលើកកម្ពស់សតិបញ្ញាស្មារតីហើយនិងលក្ខណៈសម្បត្តិផ្សេងជាការពង្រឹងនិងពង្រីកនៅសក្តានុពលរបស់កូននឹងឯងឲ្យកាន់តែមានភាពខ្លាំងរឹងមាំចាប់ពីពេលដែលគាត់កើតរហូតទៅដល់ពេលដែលគាត់អភិវឌ្ឍដំណើរជីវិតរបស់គាត់នៅក្នុងកិច្ចការងារសង្គមហើយវាក៏ជាវិធីឬមួយក៏ជាគន្លឹះសម្រាប់ការការពារដល់កុមារដែលជាកូនជាទីស្រឡាញ់របស់យើងនឹងឯងពីការរំលោភបំពានដោយអំពើហិង្សាគ្រប់ទម្រង់ទាំងកាយទាំងវាចាហើយនិងចិត្តជាបទពិសោធន៍ក៏ដូចជាការសិក្សាស្រាវជ្រាវរបស់ខ្ញុំយល់ឃើញថាការចិញ្ចឹមកូនបែបវិជ្ជមាននេះគឺមានសារៈសំខាន់ខ្លាំងមែនទែនទី1នៅពេលដែលឪពុកម្ដាយចិញ្ចឹមកូនតាមបែបវិជ្ជមានវានឹងធ្វើឲ្យកូនរបស់យើងនឹងឯងគឺមានភាពក្លាហានគាត់មានទំនុកចិត្តលើខ្លួនឯងក្នុងការសម្រេចចិត្តក្នុងការធ្វើអ្វីមួយហើយគាត់នឹងមានសុទិដ្ឋិនិយមមានន័យថាគាត់មើលឃើញទៅអនាគតរបស់គាត់គឺនៅក្នុងសេចក្តីល្អគាត់មានក្តីសង្ឃឹមក្នុងការបន្តដំណើរក្នុងការធ្វើការងារក្នុងការសិក្សារៀនសូត្រហើយទី2គឺវានឹងជួយអភិវឌ្ឍសមត្ថភាពនៃការគិតរបស់កូនឲ្យកាន់តែល្អជាងមុនឲ្យកាន់តែវៃឆ្លាតជាងមុនទី3គឺការចិញ្ចឹមកូនតាមបែបវិជ្ជមាននេះនឹងធ្វើឲ្យកូនរបស់យើងនឹងឯងមានវិន័យក្នុងការរស់នៅបាទហើយជាមួយនឹងវិន័យនេះឯងគឺជាសមាសធាតុមួយក្នុងចំណោមសមាសធាតុទាំងអស់នៃគោលការណ៍ភាពជោគជ័យសម្រាប់បុគ្គលម្នាក់ពីព្រោះថាយើងមិនអាចរស់នៅទទួលបានជោគជ័យក្នុងការធ្វើការងារអ្វីមួយដោយគ្មានវិន័យទេហើយសំណួរទី2ដែលខ្ញុំទទួលបានពីពុកម៉ែបងប្អូនប្រជាពលរដ្ឋដែរតើការចិញ្ចឹមកូនបែបវិជ្ជមានភាពខុសប្លែកយ៉ាងដូចម្តេចពីវិធីសាស្ត្រចិញ្ចឹមកូនរបស់មនុស្សជំនាន់មុនបើសិនជាតាមការសិក្សាតាមការជជែកពិភាក្សាជាមួយឪពុកម្ដាយជាមួយចាស់យើងបានដឹងថាការចិញ្ចឹមកូនរបស់ពួកគាត់ពីមុនគឺមានទម្រង់បែបជាអំពើហិង្សាច្រើនបាទប៉ុន្តែខ្ញុំមិនហ៊ានថាវាជាទង្វើខុសឆ្គងទេដោយសារតែគ្រប់ឪពុកម្ដាយទាំងអស់គឺសិតតែស្រឡាញ់កូនរបស់ខ្លួនឯងស្ទើរលេបហើយសិតតែចង់ឃើញកូនរបស់ខ្លួនឯងនឹងមានអនាគតល្អមានសុភមង្គលហើយនឹងជីវិតរុងរឿងអ្វីដែលឪពុកម្ដាយរបស់យើងកាលពីមុនគាត់អនុវត្តអ្វីត្បិតតែវាមានទម្រង់ខ្លះជាអំពើហិង្សាតិចក្តីច្រើនក្តីយើងមិនអាចនិយាយអ្វីបានក្រៅតែពីការរៀនសូត្រពីបទពិសោធន៍របស់ពួកគាត់ដែលបានខិតខំចិញ្ចឹមបីបាច់ហើយយើងយកមកច្នៃប្រឌិតឲ្យទៅជារបៀបនិងវិធីសម្រាប់ការចិញ្ចឹមកូននៅក្នុងសម័យបច្ចុប្បន្នហើយសង្គមនៅក្នុងពេលបច្ចុប្បន្ននេះគឺច្បាប់សន្ធិសញ្ញាអន្តរជាតិក៏ដូចជាច្បាប់របស់កម្ពុជាយើងដែលជាសមាជិកនៃអង្គការសហប្រជាជាតិនឹងឯងគឺហាមមិនឲ្យមានការប្រើទម្រង់នៃអំពើហិង្សាណាមួយទៅលើកុមារទេដូច្នេះហើយសូមពុកម៉ែបងប្អូនទាំងអស់ដែលកំពុងស្ដាប់ខ្ញុំនេះយល់ជ្រាបអំពីបញ្ហានេះអំពីព័ត៌មាននេះថាគ្រប់ទម្រង់នៃអំពើហិង្សាទៅលើកុមារគឺមិនត្រូវបានអនុញ្ញាតទេកាលណា
មានតម្រង់អំពើហិង្សាទៅលើកុមារនោះគឺខុសច្បាប់ហើយកាលណាខុសច្បាប់អានឹងច្បាប់នឹងមានវិធានការហើយសំណួរទី3ដែលពុកម៉ែបងប្អូនបានសួរមកខ្ញុំគឺថាតើមានកលឹះនិងបច្ចេកទេសណាដែលយើងអាចធ្វើដើម្បីអនុវត្តការចិញ្ចឹមកូនបែបវិជ្ជមាននៅក្នុងជីវិតប្រចាំថ្ងៃខ្ញុំមាន4ចំណុចដើម្បីជម្រាបជូនដល់ពុកម៉ែបងប្អូនសម្រាប់ជាការចែករំលែកជាបទពិសោធន៍ហើយនិងជាការសិក្សាស្រាវជ្រាវផងទី1គឺវាគឺជាតួនាទីភារកិច្ចនិងការទទួលខុសត្រូវរបស់ឪពុកម្ដាយដែលត្រូវបង្ហាញឲ្យកូនបានឃើញហើយនិងគ្រួសារទាំងមូលបានឃើញអំពីការបដិញ្ញាចិត្តក្នុងការគ្រប់គ្រងបើសិនជាយើងគិតឲ្យផ្ទុយថាបើសិនជាកូនធ្វើអ្វីមួយហើយយើងសោះអង្គើជាមួយនឹងគាត់យើងមិនខ្វាយខ្វល់ជាមួយគាត់តើគាត់មានអារម្មណ៍យ៉ាងម៉េចហើយយើងគិតមើលបើសិនជាយើងកំពុងតែធ្វើអ្វីមួយហើយគេមិនខ្វាយខ្វល់ពីអ្វីដែលយើងកំពុងធ្វើតើយើងមានអារម្មណ៍យ៉ាងម៉េចទី2គឺឪពុកម្ដាយត្រូវផ្ដោតទៅលើភាពខ្លាំងរបស់កូននៅពេលដែលឪពុកម្ដាយសម្រេចចិត្តធ្វើអ្វីមួយគឺសុំធ្វើយ៉ាងណាដាក់គោលដៅឲ្យបានច្បាស់លាស់ថាអ្វីដែលយើងធ្វើការងារហ្នឹងវាត្រូវពង្រឹងហើយនឹងពង្រីកនៅភាពខ្លាំងរបស់កូនខ្លាំងចំណេះដឹងខ្លាំងខាងសតិបញ្ញាខ្លាំងខាងសុខភាពខ្លាំងខាងសមត្ថភាពខ្លាំងខាងជំនាញហើយនឹងការគិតការដោះស្រាយបញ្ហាជាដើមទី3គឺឪពុកម្ដាយត្រូវធានាអំពីការលើកកម្ពស់សុខុមាលភាពរបស់កូនសុខុមាលភាពគឺសំដៅច្រើនទៅលើសុខភាពផ្នែកផ្លូវចិត្តនឹងឯងអញ្ចឹងផ្លូវចិត្តរបស់កូនគឺសំខាន់ណាស់បាទកូនមិនអាចរស់នៅក្នុងភាពឯកោអស់សង្ឃឹមឬមួយក៏ការមិនខ្វាយខ្វល់ពីឪពុកម្ដាយទេហើយទី4ចុងក្រោយគឺអ្វីដែលឪពុកម្ដាយធ្វើគឺត្រូវតែធ្វើយ៉ាងណាគឺចូលរួមចំណែកក្នុងការលើកកម្ពស់សតិបញ្ញាស្មារតីរបស់កូនឲ្យកាន់តែខ្លាំងរឹងមាំក្លាហានហ៊ានប្រឈមមុខទៅនឹងបញ្ហាបើសិនជាយើងអនុវត្តតាមរបៀបដដែលយើងនឹងទទួលបានផលដដែលយើងមិនអាចអនុវត្តតាមរបៀបដដែលដើម្បីទទួលបានលទ្ធផលថ្មីទេយើងត្រូវតែផ្លាស់ប្ដូរនៅរបៀបនៃការចិញ្ចឹមកូននេះឯងសំណួរទី4តើធ្វើដូចម្តេចដើម្បីកសាងរក្សាទំនាក់ទំនងល្អជាមួយកូនបាទខ្ញុំជូនវិធីចំនួន4ធំបាទគឺជាគន្លឹះបាទមិនមែនលម្អិតអីទេជាគន្លឹះទី1ដើម្បីធ្វើយ៉ាងណាបង្កើតនៅការទំនាក់ទំនងហើយនឹងភាពស្និទ្ធស្នាលរវាងឪពុកម្ដាយនិងកូនឲ្យនៅតែថិតថេរគឺឪពុកម្ដាយត្រូវតែរៀបចំខ្លួនឯងឲ្យបានរួចជាស្រេចរៀបចំទាំងចំណេះដឹងរៀបចំទាំងទម្លាប់តាំងពីកូនចាប់កំណើតនៅក្នុងផ្ទៃគ្រួសាររបស់ខ្ញុំរហូតដល់កូនគាត់កើតមកហើយអាយុបាន10ឆ្នាំជាងហើយទម្លាប់នេះគឺមានអ្វីខ្លះងាយការសម្ដែងអកប្បកិរិយាមានភាពកក់ក្ដៅគាត់ទទួលបាននៅអារម្មណ៍មួយថាគាត់គឺជាមនុស្សម្នាក់ដែលគ្រួសារឲ្យតម្លៃជាសមាជិកម្នាក់ដែលសំខាន់បំផុតបាត់អ្នកណាក៏អត់បានហើយមួយទៀតគឺសម្ដីបាទឪពុកម្ដាយគឺថាធ្វើយ៉ាងម៉េចពាក្យសម្ដីគឺត្រូវតែពីរោះផ្អែមល្ហែមក្រៅពីពាក្យសម្ដីដូចជាផ្នត់គំនិតបាទឪពុកម្ដាយត្រូវតែប្រយ័ត្នអំពីការគិតបាទកាលណាយើងគិតលៀងចេញពីភាពត្រឹមត្រូវសុចរិតភាពកូននឹងយកគំរូតាមហើយបាទហើយទី3គឺភាពជាគំរូរបស់ឪពុកម្ដាយឪពុកម្ដាយបែបណាកូនក៏អាចបែបនោះដែរហើយចាស់យើងពីដើមចំណាំតែនិយាយថាបើសិនជាគាត់ឃើញកូនណាម្នាក់មានអកប្បកិរិយាយ៉ាងម៉េចគាត់នឹងសួររកឪពុកម្ដាយរបស់កូននឹងមុនគេហើយគាត់អត់ទៅសួរកូននោះទេបាទអញ្ចឹងឪពុកម្ដាយត្រូវបង្ហាញភាពជាគំរូទាំងពីការរៀបចំខ្លួនគំរូចាប់ពីពាក្យសម្ដីគំរូអកប្បកិរិយាគំរូនៃការធ្វើការងារការតស៊ូអត់ធ្មត់នឹងគំរូទាំងអស់ហ្នឹងគឺត្រូវតែបង្ហាញឲ្យកូនឃើញហើយបង្ហាញនេះខ្ញុំមិនមែនចង់និយាយថាមិនមែននៅមុខកូនយើងបង្ហាញទេណាបង្ហាញគំរូល្អទេគឺគំរូរបស់យើងត្រូវធ្វើឲ្យទៅជាទម្លាប់ទី4ឪពុកម្ដាយគឺត្រូវអនុវត្តនៅតួនាទីស្គាល់តួនាទីរបស់ខ្លួនឯងហើយត្រូវអនុវត្តតួនាទីធ្វើយ៉ាងណាដើម្បីធានាភាពស្និទ្ធស្នាលទំនាក់ទំនងល្អរវាងខ្លួនឯងហើយនិងកូន
តួនាទីនេះខ្ញុំសូមជូននៅបទពិសោធន៍ចំនួន3ដែលខ្ញុំហើយនឹងប្រពន្ធរបស់ខ្ញុំហ្នឹងគឺធ្វើជាប្រចាំជាមួយកូនរបស់ខ្ញុំបទពិសោធន៍ទី1គឺយើងមិនតាំងខ្លួនថាជាឪពុកម្ដាយរបស់ពួកគាត់ទេប៉ុន្តែយើងតាំងខ្លួនជាមិត្តភក្តិដ៏ស្និទ្ធស្នាលរបស់គាត់នៅពេលដែលយើងតាំងចិត្តថាយើងជាមិត្តភក្តិរបស់ពួកគាត់នឹងមានសេចក្តីក្លាហានហ៊ាននិយាយហ៊ានផ្លាស់ប្ដូរហ៊ានផ្ដល់ព័ត៌មានមកឲ្យយើងចូលរួមសម្រេចចិត្តជាមួយគ្នាអំពីរឿងរ៉ាវជាច្រើនដែលពាក់ព័ន្ធទៅនឹងសុភមង្គលគ្រួសារខ្ញុំផ្ទាល់ខ្ញុំធ្វើបែបនេះហើយតួនាទីទី2គឺជាអ្នកប្រឹក្សាយោបល់ខ្ញុំរាល់ថ្ងៃឲ្យតែកូនមានបញ្ហាអីគាត់យកមកដាក់នៅក្នុងការជជែកពិភាក្សាជាប្រធានបទមួយហើយយើងជជែកពិភាក្សាគ្នាក្នុងនាមជាអ្នកប្រឹក្សាយោបល់ប្រពន្ធខ្ញុំគាត់ប្រកែណាខាងរឿងរ៉ាវទាំងអស់ហ្នឹងបាទហើយតួនាទីទី3គឺជាគ្រូបង្រៀនអញ្ចឹងវាជាការជួយឲ្យកូនដើម្បីបានពង្រីកនៅគំនិតហើយនេះគ្រាន់តែជាវិធីសាស្ត្រតូចមួយទេហើយនៅមានវិធីសាស្ត្រផ្សេងវិធីមួយដើម្បីឲ្យខ្ញុំអាចជួយបង្រៀនគាត់ឲ្យបានល្អគឺឲ្យគាត់ជួយបង្រៀនខ្ញុំវិញអញ្ចឹងនៅពេលដែលគាត់ជួយបង្រៀនខ្ញុំគឺមានន័យថាគាត់កំពុងតែរៀនខ្លួនឯងបាទហ្នឹងអញ្ចឹងនេះយើងអាចធ្វើបានដោយសាមញ្ញយើងគ្រាន់តែចំណាយពេលដើម្បីគិតដើម្បីអានសៀវភៅឲ្យបានច្រើនមិនថាសៀវភៅរបស់ខ្ញុំមិនថាសៀវភៅរបស់អ្នកណាទេគឺអានឲ្យបានច្រើនទៅយើងអាចនឹងទទួលបាននៅគំនិតថ្មីហើយមុននឹងបញ្ចប់ខ្ញុំយល់ថាកុមារគ្រប់រូបគឺមានភាពពិសេសរៀងខ្លួនគាត់មានសមត្ថភាពគាត់មានជំនាញគាត់មានលក្ខណៈសម្បត្តិពិសេសរៀងខ្លួនដូច្នេះសូមឪពុកម្ដាយមើលឲ្យឃើញអំពីលក្ខណៈពិសេសរបស់កូនខ្លួនឯងហ្នឹងมันអាចមនុស្សម្នាក់ចេះគ្រប់មុខទេប៉ុន្តែមនុស្សម្នាក់ពូកែមួយមុខហើយមួយមុខនោះគឺត្រូវតែសម្លៀងដោះខាត់ហើយសម្រួចហើយជួយពួកគាត់ឲ្យទទួលបានជោគជ័យនៅអ្វីដែលគាត់ពូកែនោះឯងហើយជាពិសេសទៅទៀតគឺយើងត្រូវលើកទឹកចិត្តពួកគាត់ឲ្យជាប់ជាប្រចាំបាទធ្វើយ៉ាងណាគឺឲ្យពួកគេនឹងឯងមានការអភិវឌ្ឍខ្លួនទៅមុខជានិច្ចអញ្ចឹងសូមបងប្អូនទាំងអស់គ្នាចាប់ផ្ដើមអនុវត្តវិធីចិញ្ចឹមកូនតាមបែបវិជ្ជមានចាប់ពីពេលនេះតទៅសូមអរគុណច្រើន